ហេតុអ្វីបានជាជនជាតិយូដាឆ្លាតអ្នកអាចរកឃើញចម្លើយនៅក្នុងការអប់រំរបស់ពួកគេជនជាតិយូដានៅទូទាំងពិភពលោកមានប្រហែល17លាននាក់មិនមានមនុស្សច្រើនដូចយើងនៅទីក្រុងប៉េកាំងទេប៉ុន្តែអ្នកដឹងជនជាតិយូដាទៅកាន់ពិភពលោកការរួមចំណាយនេះក្នុងចំណោមនិស្សិតនៅសាកលវិទ្យាល័យ Harvard 1/3នៃពួកគេជាជនជាតិយូដាគិតអំពីវាប្រសិនបើនៅក្នុងសាកលវិទ្យាល័យ Harvard 1/3នៃពួកគេមកពីទីក្រុងប៉េកាំងតើវាគួរឲ្យខ្លាចប៉ុណ្ណាបន្ទាប់មក Yale 25%មានន័យថា1/4ជាជនជាតិយូដាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Ivy League នៅសហរដ្ឋអាមេរិក1/3ជាជនជាតិយូដាធនាគារវិនិយោគទាំងអស់របស់សហរដ្ឋអាមេរិកទាំងអស់ត្រូវបានវិនិយោគដោយជនជាតិយូដាលុយទាំងអស់ដែលជនជាតិអាមេរិកប្រើទាំងអស់មកពីអង្គការតែមួយហៅ Fed គឺជា Federal Reserve ធនាគារកណ្ដាលសហព័ន្ធត្រូវបានបង្កើតឡើងដោយជនជាតិយូដាវាអាចនិយាយបានថាសហរដ្ឋអាមេរិកទាំងមូលឥឡូវនេះពួកគេទាំងអស់កំពុងចាយលុយដែលខ្ចីពីជនជាតិយូដាក្នុងចំណោមក្រុមហ៊ុនកំពូលទាំង100នៅលើពិភពលោកជិតពាក់កណ្ដាលនៃក្រុមហ៊ុនឧបករណ៍តម្រាប់ត្រង់លោក Elon Musk មហាសេដ្ឋីមានបំផុតលើពិភពលោក Buffett Bill Gates Zuckerberg អ្នកមានបំផុតទាំងនេះសុទ្ធតែជាជនជាតិយូដាដូច្នេះហេតុអ្វីបានជាជនជាតិយូដាតើវានឹងពូកែម្ល៉េះហេតុអ្វីបានជាមានមនុស្សឆ្លាតច្រើនម្ល៉េះដូច្នេះអត្ថកម្បាំងសំខាន់នៃភាពជោគជ័យរបស់ជនជាតិយូដាវាដោយសារតែពួកគេចូលចិត្តរៀនងប់ងល់នឹងការអប់រំហេតុអ្វីបានជាពួកគេចាប់អារម្មណ៍លើការអប់រំអ្នកឃើញទេជនជាតិយូដាមុនសង្គ្រាមលោកលើកទី2វាស្ទើរតែគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់នៅអឺរ៉ុបដូចយើងឥឡូវនេះអ្នកនឹងឃើញអាជីវកម្មជាច្រើនរបស់យើងធ្វើបែបនេះម្ដងហើយម្ដងទៀតដោយសារតែអត្រាការប្រាក់ដែលខ្ចីពីធនាគារនោះគឺស្ទើរតែដូចជាមួយនឹងប្រាក់ចំណេញរបស់អ្នកដូច្នេះពួកគ្រីស្ទានទាំងនេះនៅអឺរ៉ុបអ្នកនឹងរកឃើញថាខ្ញុំរកលុយបានច្រើនដោយការខិតខំប្រឹងប្រែងទាំងអស់ពួកគេទាំងអស់ត្រូវបានជនជាតិយូដាបោកបញ្ឆោតដូច្នេះពួកគេខឹងយ៉ាងខ្លាំងបន្ទាប់មកសេដ្ឋកិច្ចធ្លាក់ចុះ Hitler បានធ្វើឱកាសនេះគ្រោងនៃការស្អប់បានចាប់ផ្ដើមសង្គ្រាមលោកលើកទី2ហើយបន្ទាប់មកកំណត់គោលដៅជនជាតិយូដាម្ដងហើយម្ដងទៀតនៅក្នុងប្រវត្តិសាស្ត្រនេះត្រូវបានលួចឥតឈប់ឈរត្រូវបានសម្លាប់ឥតឈប់ឈរអសន្តិភាពខ្លាំងបែបនេះធ្វើឲ្យជនជាតិយូដាមានអារម្មណ៍ថាទ្រព្យសម្បត្តិគឺមិនមានប្រយោជន៍តើមានប្រយោជន៍អ្វីបើមានផ្ទះព្រោះគាត់មានលក្ខណៈច្រើនត្រូវបានអ្នកផ្សេងយកមានទេកេងប្រយោជន៍ដោយអ្នកដទៃដូច្នេះវិធីសាស្ត្ររបស់ជនជាតិយូដាគឺតើខ្លួនទៅណាក៏ដោយពួកគេអេនទាំងគិតសៀវភៅម្ដងហើយម្ដងទៀតនៅពេលដែលពួកគេរត់គេចខ្លួនព្រោះប្រាជ្ញាមិនមានផ្លូវដើរទេដូច្នេះពួកគេបានយកលុយវិនិយោគនៅការសិក្សារបស់កូនគេឲ្យកូនកាន់តែឆ្លាតពួកគេដាក់តម្លៃលើការអប់រំនេះគឺសំខាន់ណាស់ដូច្នេះខ្ញុំលើទីនេះនៅក្នុងដំណើរការសិក្សាជនជាតិយូដាខ្ញុំបានដឹងថាមានការខកគ្នាសំខាន់មួយចាប់ផ្ដើមតែពេលឋានាពាវមានទេជនជាតិយូដានៅក្នុងមានថ្ងៃសប្ដាហ៍រៀងរាល់សប្ដាហ៍រសៀលថ្ងៃសុក្រមនុស្សគ្រប់គ្នាទៅផ្ទះបន្ទាប់មកពិតជាមិនដំណើរការទេមិនឲ្យធ្វើការទៅផ្ទះចុះបើទៅផ្ទះវិញលក្ខខណ្ឌគឺគ្រួសារទាំងមូលត្រូវតែញ៉ាំអាហារជាមួយគ្នាផឹកនិងជជែករីករាយណាស់នៅថ្ងៃសប្ដាហ៍ដើម្បីតោះចោលការងារទាំងអស់ជំនាញជំនួលជាមួយក្មេងៗរៀងរាល់គ្នាអានការពិភាក្សានេះគឺជាអ្វីដែលឪពុកខ្ញុំធ្វើក្នុងការអប់រំគ្រួសារមានតួនាទីសំខាន់ណាស់បន្ទាប់មកមានអ្នកនិយាយថាគ្រូចុះបើខ្ញុំមកពីគ្រួសារមានឪពុកម្ដាយតែមួយគ្រួសារមានឪពុកម្ដាយតែមួយក៏វានៅមានមនុស្សចាស់ក្នុងគ្រួសារដែរថាឧទាហរណ៍ជីដូនតាមនុស្សដោយពូបុគ្គលនេះនឹងតាមដានក្មេងនេះធ្វើការសន្ទនាមួយទល់មួយដើម្បីស្គាល់ក្មេងនេះស្ថានភាពសិក្សាថ្មីបន្ទាប់មកខ្ញុំបានសួរគាត់ថាតើគាត់កំពុងជួបប្រទះនឹងបញ្ហាអ្វីខ្លះតើមានវគ្គរៀនអ្វីដែលបានកំណើនក្នុងសិក្សានេះគ្រូសាយូដាមិនដែលទេបង្ខំឲ្យក្មេងសិក្សាសកម្មភាពសិក្សារបស់ក្មេងជងជាមួយនឹងពេលគេងនោះគឺគាត់មានពេលគេងគ្រប់គ្រាន់ក្មេងនេះនឹងអាចរៀនបានល្អប្រសើរចុះនឹងចំណាក់ថ្នាក់របស់ក្មេងវិញវាក៏តាក់ទងជាមួយនឹងកម្រិតសកម្មភាពរបស់គាត់ក្នុងថ្នាក់ដែរដូច្នេះពួកគេសម្គាល់ឲ្យគ្រប់ក្មេងរៀងរាល់គ្នាប្រសិនបើក្នុងពេលសិក្សាតើមានអ្វីដែលខ្ញុំមិនយល់ទេអ្នកត្រូវតែសួរនៅក្នុងសាលាយូដាមិនមានថ្នាក់រៀនស្ងាត់ទេថ្នាក់រៀនរបស់យើងនៅសាលាចិនត្រូវតែស្ងាត់គ្រូបង្រៀនមិនឲ្យសម្លាញ់គ្នាក្នុងពេលសិក្សាទេប៉ុន្តែនៅក្នុងសាលាយូដាថ្នាក់រៀនទាំងអស់គឺអ៊ូអគឺវាពេញទៅដោយសម្លេងភ្ញាក់ផ្អើលគឺវាកចេញត្រចាស់តែម្ដងគឺប្រព្រឹត្តទៅក៏ក្រោយក្រអល់ពុជគឺការជជែកចចាយមួយកំឡោះវិធីសាស្ត្ររបស់គ្រូគឺគាត់កំណត់ប្រធានបទមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តសន្ទិនសន្ដៃក្រុម2-3នាក់ចូលចិត្តជជែកគ្នានិយាយគ្នានេះគឺជាវិធីសាស្ត្របង្រៀនថ្នាក់រៀនត្រឡប់ទាំងមូល
បន្ទាប់មកឲ្យក្មេងៗទាំងអស់នេះពួកគេទាំងអស់ដែលជជែកគ្នាយ៉ាងសកម្មធ្វើឲ្យពួកគេមានកម្មសិទ្ធិយ៉ាងខ្លាំងប្រាថ្នាចង់ស្វែងរកដំណើរសិក្សាពីព្រោះពួកគេចង់ចូលរួមក្នុងការកាយថ្លើងក្នុងចំណុចអាចឈ្នះបានពួកគេសង្ឃឹមថាពួកគេនឹងអាចក្លាយទៅជាមនុស្សដ៏ល្បីល្បាញកូនយូដាហេតុអ្វីបានជាអាចមិនមានគោលដៅប្រឡងអ្វីទាំងអស់ឬម្យ៉ាងទៀតនៅក្នុងការធ្វើលំហាត់ដោះស្រាយបញ្ហាយុទ្ធសាស្ត្រសមុទ្រនៃបញ្ហាការកោសសំណួរនិងពិន្ទុហេតុអ្វីនេះគឺជាហេតុផលមួយសំខាន់ទៀតគឺអ៊ីស្រាអែលមិនមានអ្វីដែលហៅថាប្រឡងចូលមហាវិទ្យាល័យដើម្បីជនជាតិយូដាទេក្មេងអ៊ីស្រាអែលបន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យពួកគេមិនមានការប្រឡងចូលមហាវិទ្យាល័យទេតែម្ល៉េះពីព្រោះត្រូវបំពេញកាតព្វកិច្ចយោធា3ឆ្នាំនៃការបម្រើយោធាមិនថាជាក្មេងប្រុសឬជាក្មេងស្រីទេត្រូវតែជាទាហានពីព្រោះកន្លងមកត្រូវបានសម្លាប់ហើយក៏ប្លន់រាប់មិនអស់ដែរដូច្នេះពួកគេទាំងអស់คล้ายទៅជាទាហានក្មេងក្នុងប្រទេសត្រូវបម្រើយោធាមិនបំពេញកាតព្វកិច្ចយោធាមិនអាចរកការងារធ្វើបាននៅពេលអនាគតទេមិនមានអ្នកណាចង់រៀបការជាមួយអ្នកនៅពេលអនាគតទេតើអនាគតយ៉ាងណាទៅអ្នកនឹងត្រូវមនុស្សទាំងអស់សេសាវពីព្រោះអ៊ីស្រាអែលមានមនុស្សតិចតួចដែលអាចបម្រើយោធាបានមានសត្រូវខ្លាំងនៅជុំវិញដូច្នេះពួកគេត្រូវការពារប្រទេសរបស់ពួកគេគឺចាំបាច់ណាស់សម្រាប់ប្រជាជនទាំងអស់ដើម្បីបម្រើយោធា3ឆ្នាំនៃការបម្រើយោធាត្រូវបានបញ្ចប់ពិតប្រាកដហើយអ្នកគួរតែទៅសាកលវិទ្យាល័យឥឡូវនេះតើហេតុអ្វីបានជាមិនទាន់ធ្វើអ្វីទេរដ្ឋាភិបាលនឹងថ្ពាល់ផ្ងល់ប្រដានជូនទូក្មេងៗដែលបានបញ្ចប់កាតព្វកិច្ចយោធានេះផ្ដល់ឧបត្ថម្ភជាច្រើនដោយសារតែកម្លាំងទ័ពរបស់ពួកគេរុងរឿងក្មេងៗបានបញ្ចប់ការបម្រើយោធាក្នុងយមរយៈពេល3ឆ្នាំអ្នកគិតចំពោះវាចុះ3ឆ្នាំក្នុងយួរយោធាអ្នកដែលដែរអង្គុយនឹងគេងលួចទម្លាប់រស់នៅបែបនោះស្មារតីនៃការគោរពចម្លងមានទេគឺប្រព័ន្ធគ្រប់គ្រងនៅក្នុងឆ្អឹងរបស់មនុស្សត្រូវតែរឹងមាំហើយត្រូវតែមិនបោះបង់ការចង់នេះគឺជាគុណភាពធ្មង់ធ្នងនៃជីវិតត្រូវបានបណ្ដុះបណ្ដាលអស់នៅក្នុងយោធាដូច្នេះបន្ទាប់ពីបញ្ចប់ការសិក្សាបញ្ចប់ការបម្រើយោធារយៈពេល3ឆ្នាំតើអ្នកធ្វើអ្វីជាមួយនឹងធនធានរបស់រដ្ឋាភិបាលធ្វើដំណើរជុំវិញពិភពលោកឲ្យអ្នកឃើញពិភពលោកមើលថាវាធំប៉ុណ្ណាបន្ទាប់ពីការចាក់ចេញរួចហើយអ្នកនឹងសម្រេចចិត្តថាអ្នកចង់ចូលរៀននៅសាកលវិទ្យាល័យប្រភេទណាអ្នកទាំងអស់គ្នាគិតមើលចុះគោលបំណងនៃការចូលរៀននៅមហាវិទ្យាល័យរបស់ក្មេងៗនេះពីដំបូងឪពុកម្ដាយបន្ធូនមកសាកលវិទ្យាល័យវាខុសគ្នាទាំងស្រុងដូច្នេះហេតុអ្វីបានជាជនជាតិយូដាអាចចូលរៀននៅសាកលវិទ្យាល័យ Ivy League អាចរាប់បង្គោលសភាពខ្ពស់បែបនេះហេតុអ្វីបានជាមាន1/3ក្នុងពិភពលោកសូម្បីតែពាក់កណ្ដាលលោកអ្នកជំនះរង្វាន់ Nobel សុទ្ធតែជាជនជាតិយូដាហេតុអ្វីបានជាមានសភាពខ្ពស់បែបនេះពីព្រោះពួកគេបានគិតវាហើយពួកគេដឹងថាពួកគេទៅរៀនដើម្បីអ្វីមុនពួកគេបានទទួលការអប់រំដោយមានប្រាជ្ញាក្នុងនោះក្នុងការអប់រំរបស់ពួកគេមិនធត់នៅត្រុតរសភាពឬហៅថាបង្ខឹបដូច្នេះគាត់កំពុងតែអូបសិទ្ធស្មារតីនៃការស្វែងរកពិភពលោកទាំងមូលការចង់ដឹងនឹងឧត្តមគតិផ្ទាល់ខ្លួនជ្រើសរើសជំនាញនឹងសាកលវិទ្យាល័យរបស់អ្នកនេះគឺជាហេតុផលដែលពួកគេចូលចិត្តសិក្សាហើយវាងាយคล้ายទៅជាអ្នកវិទ្យាសាស្ត្ររៀងរាល់ពេលដែលខ្ញុំនិយាយអំពីរឿងនេះខ្ញុំក៏គិតថាកូនរបស់យើងមិនចង់នៅខ້ອຍផ្គុកឡើយតើមិនចង់ខ້ອຍផ្គុកឡើយមានន័យថាយ៉ាងណាពួកគេចង់ឲ្យអ្នកដទៃចាប់ផ្ដើមចូលរៀននៅអាយុ6ឆ្នាំកូនរបស់យើងត្រូវចាប់ផ្ដើមចូលរៀននៅអាយុ3ខុនឡាកន្លះយើងប្រញាប់ពេកហើយតែពិតទៅជីវិតគឺជាការប្រណាំងប្រជែងដ៏វែងឆ្ងាយគឺជាម៉ារ៉ាតុងវែងពួកគេឲ្យអ្នករយៈពេល4ឆ្នាំឲ្យអ្នកគិតអំពីជីវិតយ៉ាងប្រុងប្រយ័ត្នមិនដែលឃើញពិភពលោកទេតើទស្សនវិជ្ជារបស់អ្នកមកពីណាវាក៏ផ្ដល់ឱកាសឲ្យអ្នកធ្វើដំណើរជុំវិញពិភពលោកបន្ទាប់មកសម្រេចចិត្តម្ដងទៀតថាអ្នកចង់ចូលរៀននៅសាកលវិទ្យាល័យប្រភេទណាតើមានមេរៀនអ្វីដែលយើងអាចរៀនពីរឿងនេះបានដែរទេទុកឲ្យកូនសម្រាប់មួយរយៈនាំកូនទៅយល់ពីពិភពលោកឲ្យវាធ្វើដំណើរ 10000 គីឡូម៉ែត្រអានដោយអ្នកជៀនមិនអស់បន្ទាប់មករងចាំកូននេះមានរឿងច្រើនដើម្បីនិយាយអំពីការរកឃើញនេះនៅពេលដែលចំណងចំណូលចិត្តបានបញ្ឆេះគាត់នឹងអាចគ្រប់គ្រងខ្លួនឯងបានល្អប្រសើរឧទាហរណ៍រង្វង់វារយន្តរបស់យើងនាំកូនរបស់យើងជាមួយគ្នារៀងរាល់ឆ្នាំក្នុងនិងក្រៅប្រទេសយើងទៅយ៉ាងហោចណាស់ក៏ពីរកន្លែងដែរកន្លែងនេះខុសគ្នារៀងរាល់ពេលដែលទៅមិនថាយើងទៅណាក៏ដោយយើងត្រូវទៅសារពាស្ឋានអ្នកត្រូវទៅចូលរៀននៅសាកលវិទ្យាល័យដ៏ល្អបំផុតនៅកន្លែងនោះមកដល់ប្រទេសជប៉ុនយើងត្រូវទៅសាកលវិទ្យាល័យតូក្យូមកដល់ប្រទេសកូរ៉េខាងត្បូងយើងនឹងទៅសាកលវិទ្យាល័យសូអ៊ូលមកដល់សហរដ្ឋអាមេរិកសាកលវិទ្យាល័យ Yale MIT យើងបានទៅសាកលវិទ្យាល័យ Harvard យើងក៏ធ្លាប់ទៅរៀននៅ Stanford
รวมទាំងយើងបានទៅនេះសាលាមេរៀនយោធាដ៏ល្បីល្បាញនៅលើពិភពលោកសាលាមេរៀនយោធា West Point រួមទាំងប្រទេសអូស្ត្រាលីយើងត្រូវទៅសាកលវិទ្យាល័យ Melbourne មិនថាទៅប្រទេសណាក៏ដោយគឺមានសារៈសំខាន់ដែលត្រូវជ្រើសរើសសាកលវិទ្យាល័យកំពូលនៅប្រទេសនោះមានអ្នកទាំងអស់គ្នាគិតមើលចុះក្មេងៗនៅអាយុក្មេងចេញវៀងបានធ្វើដំណើរជុំវិញពិភពលោកជាច្រើនប្រទេសបានចូលរៀនសាកលវិទ្យាល័យទូបតបនៅពិភពលោកច្រើនប្រទេសដូច្នេះគេនឹងមានតម្រងប្រភេទខ្នងចិត្តដែលមានខុសពីមនុស្សធម្មតាយើងមានកូនម្នាក់ឈ្មោះកៅជីកាលពី10ឆ្នាំមុនគាត់មកពីថងឆាន់មនុស្សអាចកាច់ថាជាសាលាធម្មតាបន្ទាប់ពីការមករបស់យើងទៅសហរដ្ឋអាមេរិកវាក៏ដោយសារតែគាត់បានឃើញ Harvard មិន Yale មានសុបិនក្នុងចិត្តរបស់គាត់10ឆ្នាំក្រោយមកក្មេងនេះឈរនៅលេខ4ក្នុងពិភពលោក Berkeley រដ្ឋ California យើងមានកូនម្នាក់ទៀតដែលមានកូនរបស់រង្វង់វីរយុនដែលឈ្មោះដួងយ៉ាងបន្ទុករបស់គាត់នៅពេលនោះគឺធម្មតាតើឯកេកិរិយាកើតមានឡើងនៅពេលណាគាត់បានទៅចូលរៀននៅសាកលវិទ្យាល័យ Princeton មនុស្សកម្មវិជ្ជាវិទ្យាតម្រង់ណាស់